បាទជម្រាបសួរពុកម៉ែបងប្អូនប្រជាកសិករយើងទាំងអស់គ្នាបាទមានសុខទុក្ខយ៉ាងណាដែរដំណាំម្ទេសយើងឆ្នាំនេះគឺថាថោកខ្លាំងមែនតើនេះគឺជាម្ទេសធំដែលខ្ញុំដាំពីខែ1ឥឡូវដើមវាចង់ត្រឹមកហើយនេះគឺជាដាំវគ្គ2សួរថាតម្លៃថោកយ៉ាងហ្នឹងគួរកាប់ដើមចោលអត់គឺថាខ្ញុំអត់កាប់ចោលទេបងប្អូនយើងត្រូវយល់ថារបស់ដែលមានតម្លៃគឺជារបស់ដែលគេត្រូវការរបស់អីក៏ដោយឲ្យតែគេត្រូវការតែងតែមានតម្លៃខ្ពស់ហើយដូចជាបន្លែកសិកម្មយើងជាដើមតែយើងដាំត្រូវខែជន់ជន់គ្នាច្រើនគឺថាតម្លៃច្រើនតែធ្លាក់ទាបជាងហើយអញ្ចឹងហើយយើងគួរតែថែវាទុកទៅព្រោះអីម្ទេសនេះថ្លៃក៏ត្រូវថោកក៏ត្រូវដែរព្រោះអីវាជាដំណាំមួយដែលប្រមូលផលយូរអញ្ចឹងហើយសួរតែកាប់ចោលអត់គឺថាមិនមិនកាប់ចោលទេថែវាទៅវាគង់តែបានថ្លៃទេក៏តែមិនដឹងខែណាតែចំពោះខ្ញុំអត់កាប់ចោលហើយគឺខ្ញុំមានតែធ្វើការដាំបន្ថែមទៀតបាទដាំឲ្យបានច្រើនតែម្ដងដល់ពេលដែលវាឡើងថ្លៃគឺយើងប្រមូលផលគឺថាបានច្រើនកម្រៃយើងក៏បានរៀងច្រើនដែរតែវាថោកក៏រៀងបានច្រើនដែរបាទ